វាអត់មានណាម្នាក់ដែលហ៊ានខ្ចីលុយលើកទី1ហើយអត់សងហើយមកក្លាហានហ៊ានខ្ចីលុយលើកទី2ទៀតវាអត់មានទេអ្នកដែលខ្ញុំចង់និយាយទាក់ទងរឿងការខ្ចីលុយគ្នាហ្នឹងហើយខ្ចីលុយគ្នារវាងគ្នាគឺរវាងមិត្តភ័ក្តិមិត្តភ័ក្តិឬក៏មនុស្សដែលស្គាល់គ្នានិងមនុស្សដែលស្គាល់គ្នាហ្នឹងខ្ញុំអត់បាននិយាយទៅដល់ការខ្ចីធនាគារដោយយើងយកប្លង់ដីប្លង់ផ្ទះទៅកាត់គ្រីម៉ូតូឡានទៅប្រចាំនោះទេហ្នឹងហើយខ្ញុំអត់និយាយក្នុងលក្ខខណ្ឌដែលថាខ្ចីគ្នាដែលមានការប្រាក់ដែរហ្នឹងខ្ញុំនិយាយតែក្នុងការខ្ចីគ្នារវាងមិត្តភ័ក្តិមិត្តភ័ក្តិឬក៏មនុស្សស្គាល់គ្នានិងមនុស្សស្គាល់គ្នាតែប៉ុណ្្នឹងឯងហ្នឹងហើយចាប់ប្រធានបទឲ្យបានថាខ្ញុំនិយាយពីអីគេហ្នឹងហើយតាក់ទងទៅលើរឿងនេះដែរដោយសារតែឃើញហើយពីខ្ញុំទំឃើញប្រហែលថ្ងៃមុនឃើញគេចេញមកនិយាយច្រើនតាក់ទងនឹងថាខ្ចីលុយទៅធ្វើនេះធ្វើនោះអត់សងអីទៅតែប្រើប្រាស់ជីវិតលុយឆៃអញ្ចឹងទៅទាំងដែលជីវិតដែលលុយឆៃហ្នឹងគឺខ្ចីលុយគេមកប្រើប្រាស់ជីវិតអីចឹងទៅអញ្ចឹងហើយវាធ្វើឲ្យមានបញ្ហាដែលកើតឡើងដែរចឹងហើយអារឿងដែលខ្ចីលុយហ្នឹងភាគច្រើនយើងមិនដែរឲ្យអ្នកណាខ្ចីលុយដែលអ្នកដទៃអ្នករៀនអត់សល់ខ្ចីលុយអីចឹងគឺការខ្ចីលុយគឺកើតឡើងរវាងមិត្តភ័ក្តិនិងមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នានិងអ្នកស្គាល់គ្នាហ្នឹងឯងអញ្ចឹងហើយនៅក្នុងលក្ខខណ្ឌនេះដែរវាពិបាកក្នុងការប្រកែកបើសិនជាអ្នកស្គាល់យើងក៏មិត្តភ័ក្តិយើងមកខ្ចីលុយចឹងយើងប្រកែកវាទៅវាមើលទៅវាមិនសូវសមភ្នែកអីចឹងទៅឬក៏អាចនឹងធ្វើឲ្យទំនាក់ទំនងយើងហ្នឹងវាដាច់ពីគ្នាអញ្ចឹងទៅឬក៏អាចថាធ្លាក់ចុះនិងលេងបានរាប់អានគ្នាដូចមុនអីចឹងទៅអាហ្នឹងដោយសាររឿងលុយដែរឃើញអត់អញ្ចឹងហើយក្នុងលក្ខខណ្ឌនេះខ្ញុំមកនិយាយតាក់ទងថាខ្ញុំមិនចង់ឲ្យយើងអ្នកនរគ្នាទៅប្រកែកមួយពួកគាត់ដែលមកខ្ចីលុយឯងប៉ុន្តែយើងគួរតែមានដំណោះស្រាយណាមួយដែលមើលទៅសមរម្យសមភ្នែកទាំងសងខាងថារបៀបថាយើងគួរតែមានដំណោះស្រាយណាមួយសមរម្យដែលអាចយកទៅនិយាយគ្នាបានអាចនឹងសម្របសម្រួលគ្នាបានទៅកុំឲ្យវាដោយសារតែរឿងលុយធ្វើឲ្យមើលមុខគ្នាចំរវាងមិត្តភ័ក្តិអញ្ចឹងណាហ្នឹងហើយក្នុងចំណុចនេះដែរនៅពេលដែលគេមកខ្ចីលុយយើងពិបាកក្នុងការសម្រេចចិត្តឲ្យគេខ្ចីយើងត្រូវគិតច្រើនទីមួយយើងអាចគិតលើថាយើងស្គាល់គ្នាកម្រិតរយៈពេលប្រហែលឆ្នាំហើយហ្នឹងហើយភាពស្និទ្ធស្នាលរបស់យើងទាំងពីរនាក់ហ្នឹងគឺដល់កម្រិតណាដែរហើយតាក់ទងថាស្ថានភាពបច្ចុប្បន្នថាយើងមើលទៅថាអ្នកនឹងអាចសងលុយយើងបានអត់មើលទៅលើអត្តចរិតរបស់គាត់ពិតថាគាត់ត្រួតត្រងស្មោះត្រង់ឬអត់ឬក៏អីអានឹងផ្សេងទៀតកត្តាជាច្រើនទៀតដែលយើងត្រូវគិតអំពីមនុស្សដែលយើងខ្ចីហ្នឹងប៉ុន្តែអ្វីដែលខ្ញុំនិយាយគឺចង់និយាយតាក់ទងជាមួយខ្លួនយើងផ្ទាល់នេះយើងអត់និយាយពីអ្នកខ្ចីលុយទេយើងនិយាយពីយើងនេះអ្នកដែលឲ្យខ្ចីនេះហ្នឹងហើយខ្ញុំចង់ប្រាប់អ្នកនរអញ្ចឹងនៅពេលដែលណាម្នាក់មកខ្ចីលុយយើងគួរតែឲ្យខ្ចីនៅចំនួនមួយដែលមិនធ្វើឲ្យយើងខូចបងឬក៏ប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងមានន័យថាយើងទោះបីយើងបាត់បង់លុយហ្នឹងទៅក៏យើងអត់ខ្វាយខ្វល់ទោះបីយើងបាត់បង់លុយហ្នឹងទៅក៏មិនធ្វើឲ្យគេបេះដូងមិនធ្វើឲ្យចិត្តគំនិតយើងវាក្រៅខលខាយការទុកបុកម្នេញអញ្ចឹងហើយមួយទៀតតើតើការខ្ចីនោះដែរគឺឲ្យខ្ចីនៅចំនួនមួយដែលអ្នកនរគ្នាគិតថាម្នាក់ហ្នឹងនឹងអត់ហ៊ានខ្ចីជាលើកទី2បើសិនជាគេអត់សងយល់អត់យើងឲ្យចំនួនមួយដែលគាត់យល់ទៅហើយបើមិនទៅគាត់អត់សងទេគឺគាត់អត់ហ៊ានខ្ចីជាលើកទី2ទេអញ្ចឹងហើយយើងបង្ការនៅការខ្ចីជាលើកទី2ដែរតាក់ទងរឿងហ្នឹងនៅក្នុងនឹងដែរខ្ញុំនិយាយតែប៉ុណ្្នឹងវាអាចនឹងមើលអត់ឃើញថាវាមិនវិញរឿងហ្នឹងឧទាហរណ៍នៅខ្ញុំមកនិយាយតាក់ទងថាលើកឧទាហរណ៍និយាយតាក់ទងរឿងហ្នឹងវិញថាមិនវិញឲ្យវាមើលឃើញពីរូបភាពហ្នឹងថាមិនហ្នឹងឥឡូវយើងសាកសម័យមកថាឧទាហរណ៍មានមិត្តភ័ក្តិយើងម្នាក់មកខ្ចីលុយយើង$500ប៉ុន្តែបើតាមដែលយើងមើលតាមកត្តាដែលខ្ញុំនិយាយមិញមានកត្តាច្រើនណាកត្តាគុណហ្នឹងស្ថានភាពបុគ្គលម្នាក់ហ្នឹងអត់ទៅបុគ្គលម្នាក់ហ្នឹងមកដែរចឹងទៅយើងអត់អាចឲ្យគាត់ខ្ចីរហូតដល់$500បានទេវាជាចំនួនមួយដែលច្រើនយល់អត់ហើយបើសិនយើងឲ្យខ្ចីទៅបើសិនជាគាត់អត់សងទៅគឺយើងខ្វល់ខ្វាយយើងអត់សប្បាយចិត្តទេអញ្ចឹងទៅអញ្ចឹងហើយយើងមិនមែនទៅបកកាយគាត់ថាយើងអត់មានលុយទេយើងជាមិត្តភក្តិគ្នាដល់ពេលយើងទៅបកកាយគាត់អញ្ចឹងហ្មងវាមើលទៅអត់ជា professional យើងមើលទៅវាអត់ដូចចិត្តដាច់មនុស្សចិត្តដាច់ដល់ពេលទៅវាពិបាកអញ្ចឹងហើយយើងដូចខ្ញុំប្រាប់អញ្ចឹងគឺយើងឲ្យនៅចំនួនមួយដែលយើងគិតថាឲ្យហើយយើងឲ្យគាត់ហ្មងយល់ទេឧទាហរណ៍យើងឲ្យគាត់ខ្ចី$100ចុះយើងឲ្យគាត់បានតែប៉ុណ្្នឹងមានន័យថាយើងឲ្យគាត់បានតែប៉ុណ្្នឹងអ្វីដែលយើងនិយាយជាមួយគាត់គឺយើងប្រាប់គាត់ថាយើងឲ្យគាត់ខ្ចី$100ប៉ុន្តែអ្វីដែលយើងមិននិយាយប្រាប់ខ្លួនឯងគឺយើងប្រាប់ខ្លួនឯងថាយើងឲ្យគាត់$100មានន័យថាយើងឲ្យគាត់ខ្ចីប៉ុន្តែយើងប្រាប់ខ្លួនឯងហើយថាលុយហ្នឹងគឺជាលុយរបស់យើងដែលឲ្យគាត់យើងប្រាប់ខ្លួនឯងតែមិនប្រាប់គាត់ទេអញ្ចឹងហើយយើងកុំទៅរំពឹងថាគាត់នឹងសងបើយើងរវល់តែរំពឹងថាគាត់នឹងសងគឺយើងពិបាកចិត្តថ្ងៃគឺយើងកើតទុកតែរឿងលុយហ្នឹងហ្មងយើងនៅតែគិតថាមិត្តភក្តិអញខ្ចីទៅកាលណាថ្ងៃណាបានឲ្យថ្ងៃណាបានសងរវល់តាមទាននោះគឺខូចខាតដល់ផ្លូវចិត្តរបស់យើងប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងវាធ្វើអញ្ចឹងហើយដូចខ្ញុំប្រាប់គឺឲ្យចំនួនមួយដែលយើងគិតថាឲ្យហើយគឺអត់ប៉ះដល់ផ្លូវចិត្តទេទោះបីអាមិត្តភក្តិនឹងសងមិនសងអានឹងជារឿងរបស់គាត់បើគាត់សងក៏វាល្អបើគាត់អត់សងក៏វាអីដែរដោយសារយើងត្រៀមចិត្តទុកឲ្យថាអូខេយើងលុយហ្នឹងគឺយើងឲ្យគាត់យើងប្រាប់ខ្លួនឯងថាលុយហ្នឹងយើងឲ្យគាត់ហើយលុយ$100យើងឲ្យគាត់ហ្នឹងគឺបើសិនជា
គាត់អត់មកសងយើងទេគាត់នឹងរៀបខ្ចីលុយជាលើកទី2ដែរយល់វិញខ្ញុំយល់ហើយចំនួន100ដុល្លារដែលយើងឲ្យគាត់ហ្នឹងមិនមែនគឺជាគាត់ថាជាលុយដែរវាអាចគឺជាចំណងមិត្តភាពមួយដែលថាគាត់អត់សងយើងមានន័យថាបើសិនជាគាត់អត់សងយើងមានន័យថាគាត់ក៏ហ៊ានមកជួបមុខយើងទៅដែរអញ្ចឹងហើយលុយ100ដុល្លារហ្នឹងក៏អាចថាជាលុយដើម្បីទិញគេហៅថាទិញភាពជឿជាក់ហ្នឹងហើយទិញមិត្តភាពថាម្នាក់ហ្នឹងនៅតែស្មោះត្រង់មួយយើងទៀតអត់នៅតែជាមិត្តភាពមួយយើងទៀតអត់អីចឹងទៅដោយគ្រាន់តែចំណាយលុយ100ដុល្លារមានថាបើគាត់យកលុយ100ដុល្លារហើយអត់សងយើងមានថាគាត់អត់បានចង់ខ្លាចជាមិត្តភក្តិរបស់យើងទៅប្រកបទេគាត់គ្រាន់តែចង់សម្លឹងលុយសម្លឹងឃើញលុយតែប៉ុណ្្នឹងឯងអញ្ចឹងហើយក្នុងការឲ្យខ្ចីហ្នឹងគឺឲ្យទៅនៅចំនួនដែលដូចខ្ញុំនិយាយហ្នឹងគឺនៅចំនួនមួយដែលយើងគិតថាឲ្យទៅហើយដូចជាលុយនឹងបាត់គឺយើងអត់មកអង្គុយខ្វល់អត់មកអង្គុយខ្សែទុកជាមួយលុយហ្នឹងទេហើយវាគឺជាដូចយើងសន្មតថាយើងឲ្យលុយហ្នឹងទៅជាឲ្យមិត្តភក្តិយើងចាស់យើងឲ្យទៅធ្វើបន់អាហ្នឹងទាក់ទងនឹងការមកប្រាប់ខ្លួនឯងហ្នឹងតែអ្វីយើងប្រាប់គាត់ដូចខ្ញុំនិយាយប្រាប់គាត់ថាយើងឲ្យខ្ចីទៅបើគាត់សងក៏ល្អបើគាត់មិនសងក៏មិនអីតែយើងត្រូវត្រៀមចិត្តត្រៀមកាយដើម្បីទទួលរឿងនឹងហើយថាបើគាត់អត់សងក៏យើងអត់មានបញ្ហាដែរហ្នឹងហើយប៉ុន្តែមិត្តភាពហ្នឹងវានឹងបាត់បង់ហើយព្រោះអីព្រោះគាត់សងលុយគឺគាត់អត់ហ៊ាននឹងជួបយើងទៀតទេយល់វាអត់មានណាម្នាក់ដែលហ៊ានខ្ចីលុយលើកទី1ហើយអត់សងហើយមកក្លាហានហ៊ានខ្ចីលុយលើកទី2ទៀតវាអត់មានទេអញ្ចឹងហើយអារឿងហ្នឹងវាអញ្ចឹងដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងគឺឲ្យខ្ចីនៅចំនួន1ដែលមិនធ្វើប៉ះពាល់ដល់ផ្លូវចិត្តអ្នកនរគ្នាបើសិនជាអ្នកនរគ្នាបាត់បង់វា2គឺឲ្យខ្ចីនៅចំនួន1ដែលធ្វើឲ្យម្នាក់ហ្នឹងអត់ហ៊ានខ្ចីអ្នកនរគ្នាជាលើកទី2បើសិនជាគេអត់សងអាហ្នឹងតកតទៅនឹងការមកប្រាប់ខ្លួនឯងព្រោះជាអ្នកឲ្យខ្ចីលុយក៏គួរតែគិតតកតទៅនឹងបញ្ហាហ្នឹងដែរថ្ងៃហ្នឹងក៏ចង់និយាយប៉ុណ្ណឹងហើយកុំមកលូនៅពេលក្រោយថាគេអត់ខ្ចីគេខ្ចីលុយអាហ្នឹងខ្ញុំប្រាប់ហើយណាថាគួរឲ្យខ្ចីនៅបរិមាណប៉ុណ្ណាចំនួនប៉ុណ្ណាអាហ្នឹងខ្ញុំនិយាយហើយហើយកុំមកលូថាគេអត់សងគេបែកមកលើហ្នឹង